ចាប់ផ្ដើមពេលដែលមានកូននៅក្នុងផ្ទៃអ្វីដែលម្ដាយត្រូវគិតមុនគេគឺពាក្យថាបារម្ភតាំងពីកូននៅក្នុងផ្ទៃរហូតដល់ទៅពេលកូនចាប់កំណើតរហូតទៅកូនចាប់ផ្ដើមចេះវាចេះដើរចេះតេះតាស់ចេះឈរចេះអង្គុយគ្រប់សពមានតែពាក្យថាបារម្ភទោះបីជាកូនមានកម្ពស់ខ្ពស់ដល់ប៉ុណ្ណារីឯឪពុកម្ដាយនៅតែបារម្ភរឹតតែបារម្ភលើសដើមទៅទៀតនេះជាអត្ថន័យរបស់ម្ដាយតាំងពីដើមមកខ្ញុំតែងតែមានអារម្មណ៍គិតថាតើម៉ាក់ខ្ញុំនឹងហេតុអីក៏នៅតែបារម្ភពីខ្ញុំទៀតទាំងខ្ញុំនឹងមានទាំងចៅសម្រាប់ពួកគាត់ទៅហើយប៉ុន្តែអ្វីដែលមកដល់សប្តាហ៍ថ្ងៃទៅខ្ញុំដឹងថាអត្ថន័យរបស់ម្ដាយគឺនៅមានតែពាក្យថាបារម្ភខ្លាចគេធ្វើបាបកូនបារម្ភខ្លាចគេវាយកូនបារម្ភខ្លាចគេនិយាយមិនល្អពីកូនទាំងកូនរបស់យើងមិនបានខុសអីសោះនេះហើយគឺជាអត្ថន័យរបស់ម្ដាយឬតែងឮគេនិយាយថាអ្នកទាំងអស់គ្នានៅជុំវិញខ្ញុំអាចមើលងាយខ្ញុំអាចប្រមាថខ្ញុំបានប៉ុន្តែអ្នកទាំងអស់គ្នាមិនអាចប៉ះកូនខ្ញុំឬប្រមាថកូនខ្ញុំបានឡើយឃើញស្អាតអត់